បាទជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទនៅវីដេអូទី2នេះដែលនិយាយអំពីបាទការបង្កើនសំឡេងកាសនៅក្នុងការកំណត់ window បាទដែលយើងជាដំបូងចូលទៅកាន់ right click លើរូបកន្លោនអេក្រង់នៅក្នុង taskbar នៃបានអេក្រង់បាទប៉ុន្តែរបស់ខ្ញុំនៅខាងលើបើសិនជាបងប្អូននៅខាងក្រោមយើងមើលនៅខាងក្រោមបន្តទៀតយើងចូលទៅកាន់ពាក្យ sound ហើយជ្រើសរើសផ្ទាំង playback ជ្រើសកាសរបស់យើងបាទហើយចុចពាក្យថា property ហើយចូលទៅកាន់ផ្ទាំង enhancement រួចរកពាក្យ loudness equalization ហើយបើកវារួចចុច apply បាទអញ្ចឹងយើងចាប់ផ្ដើមនៅត្រង់រូប sound នៅខាងនេះហើយយើងមកស្ដាប់យកពាក្យថា sound បាទហើយយើងចូលទៅកាន់ playback មួយនេះជ្រើសរើសកាសនៅក្នុងនេះបើយើងដោតកាសទៅវាលោតសញ្ញាតិចនេះហើយអញ្ចឹងយើងយកអាកន្លែងសញ្ញាតិចចុចលើហ្នឹងហើយយើងចុចពាក្យថា property បាទនៅក្នុងនេះយើងត្រូវរកពាក្យថា enhancement ហើយយកពាក្យ loudness equalization ប៉ុន្តែដោយសារថាការរបស់ខ្ញុំវាអត់លោតឲ្យទេដោយសារវាដំណើរការធម្មតាបើសិនជាការរបស់បងប្អូនដែលវាមានបាទគេហៅថា function ឬក៏ option មួយនេះយើងអាចជ្រើសរើសបានណាអញ្ចឹងនៅរបស់ខ្ញុំនេះមានតែពាក្យថា level ទេអញ្ចឹងខ្ញុំអាចដំឡើង level នៅខាងនេះឲ្យអស់បាទបងប្អូនបើសិនមានដូចខ្ញុំបងប្អូនដំឡើង level នឹងអស់មកណាហើយបើជាយើងដំឡើងឲ្យអស់យើងចុចពាក្យថា apply ហើយចុច OK មកជាការស្រេចបាទអរគុណច្រើនបងប្អូនខ្ញុំមានតែប៉ុណ្ណេះទេអរគុណច្រើនចំពោះការទស្សនាវីដេអូហើយខ្ញុំនឹងធ្វើវីដេអូបន្ទាប់នៅចំណុចទី2ដែលយើងនិយាយអំពីការបង្កើនសំឡេងនៅក្នុង audio setting បាទអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា